ចាលុយហ្វូលុយហ្វូណាលុយហ្វូនិយាយតាមសម្រួលមកណាលុយហ្វូដឹងថាអ្នកព្រមមិនព្រមទៅប្រយុទ្ធវាក៏សរសេរកំណាព្យពីឃ្លាយ៉ាងធំនៅឯសៃវៀនណាជាកំណាព្យអីលុយហ្វូវាសរសេរកំណាព្យនោះថាអ្នកបដាល់នៅខ្វាងតុងអ្នកប្រដាល់ខ្វាងតុងមួយខេត្តតតឈ្នះខេត្តសើហុងទាំងពីរបានសេចក្តីថាគាត់អត់ខ្លួនឈ្នះសត្រូវក្នុងលោកទាំងអស់ហើយវាមិនគោរពដល់អ្នកគុណតលតសោះរឹតតែមិនគោរពដល់ហ្វុងសយុកខ្ញុំផងបានន័យថាវាសុំប្រកួតជាមួយអ្នកគុណនិយមទាំងអស់សុំអាំងទៅលើវាជាឆ្មាឈឺសយុកកុំបង្ករឿងសយុកស្រាប់លោកម្ចាស់ហ្វុងទៅខ្ញុំមិនចង់បង្ករឿងទេខ្ញុំចង់ទៅផ្ទះវិញដែរឬមួយក៏ចង់ឲ្យខ្ញុំសម្រុកឡើងលើសៃវៀនយើងគួរតែទៅបើឲ្យលុយលោកពូឃើញច្បាស់ជាវីវធំហើយណាខ្ញុំមិនមែនថាមិនទេណាគឺខ្ញុំថាទៅផ្ទះមុនគេផងណាយើងក៏ទៅវិញទៅយើងលោកបងកុំដើរទៅមកទៀតបើមានការអីនិយាយមកអូនសម្លាញ់អូនមានយល់ថាមួយរយៈនេះសយុកប្លែកទេមានអីចម្លែកទៅបើសយុកពីមុនលោទៅឃើញកំណាព្យពីរឃ្លាដែលសរសេរថាអ្នកបដាខ្វាងតុងតតឈ្នះសើហងទាំងពីរអូនថាមើលវាមានប្រតិកម្មទេសម្រុកឡើងលើខ្សែវៀនភ្លាមត្រូវហើយបងក៏គិតអញ្ចឹងដែរប៉ុន្តែវាមិនធ្វើអញ្ចឹងទេមិនត្រឹមប៉ុណ្ណោះទេវាថាមកផ្ទះមុនគេទៀតផងរឿងដែលធ្វើឲ្យបងរត់ទៅចម្លែកនោះពេលដែលបងប្រាប់វាថាកុំឲ្យឡើងលើខ្សែវៀនស្រាប់តែវាយល់ព្រមភ្លាមអូនថាទៅមើលវាពិតជាស្ដាប់បង្គាប់មិនខ្ចីឡើងប្រយុទ្ធមែនណាហើយកូនប្រុសនេះចេះគិតហើយលោកបងប្រហែលជាកូនប្រុសយើងចាស់ចិត្តកំណត់ហើយចេះគិតគូរហើយណាសយុកប្រែប្រួលដល់ម្លឹងធ្វើឲ្យបងរត់តែគិតវិញទៀតណែបងកុំព្រួយចិត្តអីអត់អីទេអូនពិតជាយល់ថាមិនអីមែនណាប្រាប់អូនទៅចុះថ្ងៃដែលសៃវៀនរបស់លុយឡាហ្វូមិនរួចចាស់ទេបងមិនអស់ចិត្តទេអញ្ចឹងបងចង់ឲ្យសយុកទៅខ្វាងជើហ៎ក្រៅពីមជ្ឈបាយមួយនេះនៅមានមជ្ឈបាយមួយទៀតមជ្ឈបាយអីទៅគឺលុយឡាហ្វូអត់អន់ឲ្យកូនយើងអញ្ចឹងគឺជូនសយុកទៅខ្វាងជើដដែលទេបងបានសម្រេចហើយគួរទទួលឱកាសឲ្យវាទៅខ្វាងជើតាមពិតបងយល់ថានៅក្នុងចិត្តរបស់អូនគិតយ៉ាងម៉េចហើយបងក៏ចង់ឲ្យវាទៅខ្វាងជើដែរត្រូវដឹងថាបងធ្វើអញ្ចឹងគឺគិតដល់ជីវិតរបស់សយុកដែរណាទោះបីជាសយុកបានគិតឃើញច្បាស់លាស់មិនទៅប្រយុទ្ធក៏បងនៅតែព្រួយថាលើហ្វូមិនព្រមបញ្ចប់ត្រឹមនឹងទេគេនឹងប្រើល្បិចកលដើម្បីឲ្យសយុកចេញមុខជាមិនខានដល់ពេលនោះលោកតែមានរឿងអីកើតឡើងនោះមិនដឹងជាត្រូវដោះស្រាយយ៉ាងម៉េចទេណាអូនសម្លាញ់ឆាប់ទៅផ្ដាំនិយាយទៅឲ្យហ្វុងយីរៀបចំអីវ៉ាន់យើងឆាប់ចេញទៅកូនចៅព្រានទៅណាហាលោកស្រីមានគេឡើងសៃវៀនសុំប្រយុទ្ធជាមួយលុយឡៃហ្វូសិច្ចបងក៏មកដែរបងឮថាគេមកសុំប្រយុទ្ធជាមួយលុយឡៃហ្វូទៅបងមកខ្ញុំក៏អញ្ចឹងដែរអញ្ជើញលុយឡាហ្វូការប្រកួតត្រូវសន្សំចៃមិនក៏ឯងចិត្តខ្មៅម្ល៉េះលោកអើយវាមិនចេះប៉ាន់កម្លាំងវាមកស្លាប់ដោយខ្លួនឯងទេមានតើតងនឹងអ្នកណាទេល្អទុកឲ្យយើងសើចជាមួយនឹងឯងចុះយើងមិនដែលសម្លាប់មនុស្សដែលគ្មានឈ្មោះគ្មានត្រកូលនោះទេធ្វើពាក្យស្លាប់រស់ប្រាប់ឈ្មោះរបស់ឯងមកល្អ
ថ្ងៃនេះទុកឲ្យលៃវងសានយើងបដៅឯងម្ដងចុះអញយ៉ាហេអមនុស្សធម៌ណាសប្អូនកុំឲ្យសោះ តើមានអ្នកណាមួយមិនអស់ចិត្តឡើងមកប្រយុទ្ធជាមួយយើងនេះ សប្អូនកុំបង្ករឿងតោះយើងទៅវិញ សាយ៉ុងស្អែកនេះឯងពិតជាទៅខ្វាំងចៅវិញមែន ពុកឲ្យកូនទៅហើយសុំតើកូនសុំថាមិនទៅដែរទេ ឬមួយគ្មានពេលប្រគ្រោះគ្នាបន្តិចទេណែតាមមើលឲ្យយើងទៅនិយាយជាមួយលោកម្ចាស់ហ្វងទៅឯងក៏បានស្គាល់ចរិតឪពុកខ្ញុំស្រាប់ហើយបើសិនជាគាត់មិនព្រមស្ដាប់ឯងទេឯងរអ៊ូដាក់ជាគាត់3យប់3ថ្ងៃក៏អត់ប្រយោជន៍ដែរ មកពីលុយឡាវហ្វូមកកុំទៅគាត់ទេសៃយកក៏មិនត្រូវពួកគាត់ជូនទៅខ្វាំងចៅវិញដែរលើថាថ្ងៃនេះនៅសាយវៀនមានមនុស្ស2នាក់ត្រូវស្លាប់ផងណាហើយគួរឲ្យកំសត់ណាស់ មិនអាចនិយាយចេះបានទេធ្វើជាមនុស្សត្រូវចេះប៉ាន់កម្លាំងខ្លួនឯងដឹងច្បាស់ថាខ្លួនឯងមិនអាចយកឈ្នះគេនៅតែសម្រុកឡើងលើសាយវៀនធ្វើពាក្យស្លាប់រស់ជាមួយគេទៀតវាយស្លាប់ក៏មិនបន្ទោសដែរ និយាយអីក៏អត់ប្រយោជន៍ដែរស្អែកនេះត្រូវទៅខ្វាំងចៅវិញហើយណាថ្ងៃក្រោយបងប្អូនយើងទាំង3មិនដឹងថ្ងៃណាបានជួបគ្នាវិញទេ អញ្ចឹងទៅយើងជូនសាយ៉ុងទៅខ្វាំងចៅទាំងអស់គ្នាទៅ ណែត្រូវហើយយើងរួមសុខរួមទុក្ខជាមួយគ្នា ខ្ញុំក៏សង្ឃឹមអញ្ចឹងដែរតែធ្វើអញ្ចឹងមិនកើតនោះឯងមានចិត្តមករៀននៅហងចៅផងបើឯងទៅវិញទៅអញ្ចឹងមិនឲ្យខាតបងទាំងអស់ទេហើយគុណតែត្រូវទេចំណែកឯងវិញដូចតែមិនបានព្រោះឯងមានឪពុកឈឺជាធ្ងន់មិននឹងអាចដកខ្លួនរួចនោះបានហើយគ្មានអ្នកណាមួយជួបគ្នាហើយមិនបែកគ្នាវិញនោះទេគង់តែមានថ្ងៃណាមួយយើងជួបគ្នាវិញតែមិនដឹងថាពេលណាទេ អេរដូវដើមឆ្នាំក្រោយនេះអ្នកទាំង3ត្រូវទៅប្រឡងរាជធានីផងណាដល់ពេលនោះអ្នកទាំង3បានជួបគ្នាវិញ ត្រូវហើយដល់ពេលនោះយើងប្រឡងជាប់ទាំងអស់គ្នាមិនត្រឹមតែជួយលើកស្ទួយដល់កិត្តិយសដូនតាទេខ្ញុំត្រូវតែប្តឹងលុយលោកហ្វូផងចាំមើលវានៅក្អេកក្អាងអីទៀត ដល់ពេលនោះយើងប្រឡងយកងារជាមន្ត្រីជាន់ខ្ពស់មន្ត្រីយោធាមើលជនស៊ីឲ្យបានមកទាំងអស់ ឡងម៉ាត់ណាម៉ាត់នឹងខិតខំរៀនសូត្រខំប្រឹងហាត់គុណ សប្អូនមកកន្លែងបងយប់ស្មានដែរតែមិននិយាយមួយម៉ាត់តាមពិតមានរឿងអីនិយាយប្រាប់បងមក សើចបងបើតាមយោបល់បងក្នុងក្បួនទាំង7របស់សាវលីនមានក្បួនណាដែលអាចបង្ក្រាបលុយឡាវហ្វូបានទេ បងចង់ឡើងសេវៀន ត្រូវហើយ មិនកើតទេ ហេតុអី បង្ខំមិនបានសម្រេច ប៉ុន្តែខ្ញុំពិតជារនឹកមិនឃើញស្វ័យទេដែលអាចខាត់ទុកសៃយុកបានក៏អាចធ្វើឲ្យលុយឡាវហ្វូព្រមមិនឈប់ដែរ សៃយកត្រូវទៅហើយ ស្អែកនេះប្តីខ្ញុំនឹងជូនសៃយុកគេចខ្លួនទៅខ្វាំងចៅ ទោះបីសៃយកទៅវិញក៏មិនធានាថាលុយឡាវហ្វូព្រមមិនឈប់ដែរចុះទម្រាំឲ្យសៃយកគេចខ្លួននោះតើត្រូវគេចដល់ឆ្នាំណាខែណាដែរ ហេតុនេះឲ្យតែខ្ញុំអាចយកឈ្នះលុយឡាវហ្វូនោះអ្វីគឺអាចបញ្ចប់បានទាំងអស់ សប្អូនអ្វីទាំងអស់ក្នុងโลกនេះគឺស្ថិតក្នុងចំណាព្រំលិខិតអ្នកដែលអាចបង្ក្រាបលុយឡាវហ្វូនោះព្រំលិខិតបានរៀបចំរួចហើយឯមនុស្សម្នាក់នោះប្រហែលជាប្អូនហើយឬក៏ជាបងឬក៏ប្រហែលជាសៃយក នៃរបស់សិស្សច្បងគឺ អ្វីតាមយថាកម្មទៅ អូយលេតសងមកពីនេះមានធម៌មេតាតិចសិនទេចាំថាបានខាងនេះគេតកសម្រាប់មនុស្សគេតកសម្រាប់មនុស្សគេតកសម្រាប់មនុស្ស លុយលើហ្វូយើងរៀបចំសៃវៀននៅទីនេះគឺចង់ប្រយុទ្ធជាមួយនឹងអាចង្រៃហ្វុងសៃយកមិននឹកស្មានថាអាចង្រៃនេះប្រែក្លាយជាអណ្ដើកលឹបក្បាលចឹងសោះតែបើជាពួកឯងទាំងអស់គ្នាមករកស្លាប់វិញបើចង់បន្ទោហ្វុងសៃយកទៅបើពួកឯងទោះភ្នែកខ្លាំងណាស់ឡើងមកសៃវៀនរបស់យើងព្រាមមកលុយលើហ្វូខ្ញុំវាយស្លាប់មិនបន្ទោសគេ ឡហឺទុកឲ្យយើងជួបជាមួយឯងម្ដង